ตอบองปอนมอกในใยท้าสระลังจ้าฮัดไอ้บ้านจิตไงนี้มาดามสติกาเอาบองปอนอักเนียมันในใยเปียท้าสลังจ้าจังบองปอนเมื่อคลิปวิดีโอมวยนี้ให้บองปอนคอมเมนต์เอามาดามสติกายมเชื่อทำมันดูจีชาอันกูเทียนในใยเจียมวยมันท่าปรับท่าขยมสลังคลุนไอจ้าหรือก็ปรับท่าโกนไม้สลังโกนจ้าปรับได้ท่าบองโอนสลังบองปรับมัดแผลทาขยมสลันเนี่ยจ้ะขยมปัจเจียสลันเนี่ยให้ไอ้บ้านจียมเอาบองปอนในใยประโยคนี้จ้ะให้บองปอนเติมแต่ปรับรอบบ่อไปแต่บองปอนเมียนทาสลันจ้ะบองปอนนั่งมาจัดมันดูเยิงมันทาโกนจะตีสลันเอาปกมาได้จะตีสลันสวาไม่จะตีสลันบ่เยิงจ้ะเยิงจูบเนียตายระยะเปลเวลียติเตจ้ะยังอาจูบเนีย50 ឆ្នាំ จ้ะ80 ឆ្នាំ តែប៉ុណ្ណោះចាហេតុអីក៏បងប្អូនក្នុងអំឡុងពេលដែលយើងជួបគ្នាយើងរស់នៅជាមួយគ្នាចាមិនផ្ដល់ក្តីស្រឡាញ់មិនធ្វើទង្វើល្អឲ្យអស់ពីចិត្តដោយបាត់ចម្រៀងមួយគេច្រៀងថា10 ឆ្នាំមានមិនប៉ុន្មានដងចាអញ្ចឹងអត់ខ្វល់ពីថ្ងៃស្អែកយ៉ាងម៉េចទេសំខាន់ថ្ងៃនេះធ្វើឲ្យល្អបំផុតចាជាមួយកូនរបស់យើងជាមួយឪពុកម្ដាយរបស់យើងជាមួយស្វាមីរបស់យើងគឺយើងត្រូវតែធ្វើឲ្យល្អបំផុតចេញពីបេះដូងចាគូមនុស្សនៅជុំវិញខ្លួនរបស់យើងគឺសំខាន់សម្រាប់ជីវិតយើងចាក៏ប៉ុន្តែមិនមែនថាយើងគិតយើងស្រឡាញ់បានតែក្រុមគ្រួសារយើងមិនមែនទេបងប្អូនចាកាលណាមនុស្សម្នាក់ដែលមានក្តីស្រឡាញ់ចំពោះខ្លួនឯងនៅពេលពេញហ្វូលពេញបេះដូងហ្វូលចានឹងសាយភាទៅកាន់ក្រុមគ្រួសារនឹងសាយភាទៅកាន់មនុស្សដតីដូចគ្នាសំបីតែសត្វក៏យើងអាចស្រឡាញ់បានដែរចាអញ្ចឹងពីមុនក៏ម្ដាមសតិកាអត់យល់នៅចំណុចនេះដែរបងប្អូនអរគ្នាក៏ប៉ុន្តែម្ដាមសតិកាតែងតែយកដៃនៅលើដាក់នៅលើបេះដូងរបស់ខ្លួនឯងហើយខ្ញុំប្រាប់ថាខ្ញុំស្រឡាញ់អ្នកចាខ្ញុំស្រឡាញ់អ្នកអស្ចារ្យបំផុតចាអ្នកគឺជាមនុស្សអច្ឆរិយៈអ្នកធ្វើអ្វីក៏ទទួលបាននូវភាពជោគជ័យខ្ញុំស្រឡាញ់អ្នកមែនតើខ្ញុំស្រឡាញ់អ្នកគ្រប់យ៉ាងដែលអ្នកគឺជាអ្នកចាគឺស្រឡាញ់ខ្លួនឯងចាគឺនៅពេលដែលយើងជាមនុស្សម្នាក់ដែលអាចស្រឡាញ់ខ្លួនឯងបានយ៉ាងពិតប្រាកដដោយចិត្តបរិសុទ្ធរបស់យើងនឹងស្រឡាញ់អ្នកដទៃចាអញ្ចឹងក្នុងន័យស្រឡាញ់នេះគឺស្រឡាញ់គាត់ជាគាត់យើងមិនមែនទាមទារឲ្យគាត់កែប្រែខ្លួនគាត់មកជាយើងទេអត់ទេក្តីស្រឡាញ់បរិសុទ្ធគឺមិនទាមទារទេត្រឹមតែមនុស្សដែលយើងស្រឡាញ់យើងមើលឃើញគាត់មានសេចក្តីសុខចាយើងក៏សប្បាយចិត្តរីករាយក៏ប៉ុន្តែយើងផ្ដល់អ្វីដែលឲ្យគាត់បានចាគឺដោយក្តីស្រឡាញ់ការអបអរការចូលរួមគាំទ្រចាមិនថាកូនរបស់យើងមនុស្សជាទីស្រឡាញ់របស់យើងចាយើងគាំទ្រនៅគំនិតគាត់ចង់ធ្វើអ្វីគាត់មានសេចក្តីសុខចាយើងត្រឹមតែផ្ដល់ក្តីស្រឡាញ់ឲ្យគាត់ក្នុងនាមយើងជាកូនចាដឹងគុណស្រឡាញ់ឪពុកម្ដាយជាម្ដាយស្រឡាញ់កូនជាទីស្រឡាញ់ជាភរិយាគឺស្រឡាញ់ប្តីជាចរិតរបស់ប្តីគ្រប់យ៉ាងចាព្រោះយើងជួបគ្នាគឺសិតសឹងតែជាឧបនិស្ស័យចាអញ្ចឹងបងប្អូនមើលคลิปវីដេអូមួយនេះហើយបងប្អូនកុំខ្លាចក្នុងការប្រាប់ថាស្រឡាញ់ខ្លួនឯងស្រឡាញ់កូនស្រឡាញ់ប្តីស្រឡាញ់បងប្អូនស្រឡាញ់មិត្តភក្តិស្រឡាញ់មនុស្សទូទាំងលោកដែលនៅក្នុងចក្រវាឡមួយនេះចាបងប្អូនត្រូវតែស្រឡាញ់ឲ្យបានបងប្អូននៅទទួលបានមកវិញពោពេញដោយក្តីស្រឡាញ់ពោពេញទៅដោយក្តីសុខដូចគ្នាចាច្បាប់នៃការស្រូបទាញគឺជាច្បាប់នៃកញ្ចក់នៅពេលដែលបងប្អូនជះអ្វីចេញទៅបងប្អូននឹងទទួលបានលទ្ធផលនឹងយ៉ាងពិតប្រាកដចាដោយសម្រាប់ម្ដាមសតិកាជារៀងរាល់ថ្ងៃតែងតែចែករំលែកនៅសេចក្តីល្អចាគឺជាធម៌ទានមួយចែកទៅកាន់ចក្រវាឡមួយនេះចាបំណងប្រាថ្នារបស់ខ្ញុំគឺខ្ញុំតែងតែចង់ជួយមនុស្សរួមលោកឲ្យគាត់មានផ្លូវចិត្តដែលល្អឲ្យស្គាល់ខ្លួនឯងពិតឲ្យស្គាល់យល់ពីជីវិតរបស់ខ្លួនឯងពិតចេះដឹកនាំខ្លួនឯងដើរលើសេចក្តីល្អឲ្យស្គាល់ពីសច្ចធម៌ពិតប្រកបចាគឺជាខ្លួនរបស់យើងដែលជាអ្នកសាងជាអ្នកបង្កើតដោយខ្លួនឯងតែយើងសាងហេតុបែបណាយើងក៏ជាអ្នកទទួលផលបែបហ្នឹងយ៉ាងពិតប្រាកដចាហើយអ្វីដែលខ្ញុំទទួលបានគឺនៅសេចក្តីសុខនៃផ្លូវចិត្តចាអូខេដោយក្តីស្រឡាញ់និងបំណងល្អពីម្ដាមសិទ្ធិកាជម្រាបលាបាយបាយ I love you បងប្អូនអ្នកគ្នាតោះនិយាយប្រាប់ថាស្រឡាញ់ទាំងអស់គ្នា